លោកនីកូឡាស់ម៉ាដូរ៉ូបានបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធអាមេរិកក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃច័ន្ទទី5ខែមករាឆ្នាំ2026តាមម៉ោងនៅអាមេរិកបន្ទាប់ពីត្រូវបានកងកម្លាំងពិសេសអាមេរិកចាប់ខ្លួនពីប្រទេសវេណេស៊ូឡានៅក្នុងសវនាការដំបូងដែលមានរយៈពេលប្រហែល30នាទីលោកម៉ាដូរ៉ូបាននិយាយពាក្យសំខាន់មួយចំនួនដូចខាងក្រោម 1. ការប្រកាសថាខ្លួនស្អែតស្អំលោកបានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយដូចជាការជួញដូរគ្រឿងញៀននិងភេរកម្មដោយនិយាយថាខ្ញុំពិតជាគ្មានទោសទេខ្ញុំមិនមានកំហុសឡើយខ្ញុំគឺជាមនុស្សថ្លៃថ្នូរម្នាក់និងជាប្រធានាធិបតីស្របច្បាប់នៃប្រទេសរបស់ខ្ញុំ 2. ការរិះគន់លើការចាប់ខ្លួនលោកបានប្រាប់ចៅក្រម Alvin Hellerstein តាមរយៈអ្នកបកប្រែភាសាថារូបលោកត្រូវបានគេចាប់ជាម្រឹកខ្ញុំត្រូវបានគេចាប់ជាម្រិតតាំងពីថ្ងៃសៅរ៍ទី3ខែមករាមកម្លេះខ្ញុំត្រូវបានគេចាប់ខ្លួននៅក្នុងផ្ទះរបស់ខ្ញុំផ្ទាល់នាទីក្រុងការ៉ាកាសប្រទេសវេណេស៊ូឡា 3. ការចាប់ទុកខ្លួនឯងជាអ្នកទោសសង្គ្រាមនៅពេលលោកដើរចេញពីបន្ទប់តុលាការមេបុរសម្នាក់បានស្រែកជេរលោកថាជាប្រធានាធិបតីខុសច្បាប់ហើយលោកម៉ាដូរ៉ូបានស្រែកតបវិញជាភាសាអេស្ប៉ាញថាខ្ញុំគឺជាប្រធានាធិបតីដែលត្រូវបានគេចាប់ជាម្រិតខ្ញុំគឺជាអ្នកទោសសង្គ្រាម Prisoner of War 4. ចំណុចផ្សេងក្នុងតុលាការការកត់ត្រាលោកបានប្រើក្រដាសពណ៌លឿងដើម្បីកត់ត្រាយ៉ាងយកចិត្តទុកដាក់នៅរាល់អ្វីដែលបានកើតឡើងក្នុងតុលាការហើយលោកក៏បានសុំឲ្យចៅក្រមអនុញ្ញាតឲ្យលោករក្សាទុកកំណត់ត្រានោះការស្វាគមន៍នៅពេលចូលដល់បន្ទប់តុលាការលោកថែមទាំងបាននិយាយទៅកាន់អ្នកកាសែតថាសួស្តីឆ្នាំថ្មី Happy New Year ជាភាសាអង់គ្លេសទៀតផងស្ថានភាពភរិយារបស់លោកគឺលោកស្រី Celia Flores ក៏បានបង្ហាញខ្លួននិងបដិសេធរាល់ការចោទប្រកាន់ដែរមេធាវីបានលើកឡើងថាលោកស្រីមានរបួសឆ្អឹងជំនាអំឡុងពេលនៃការចាប់ខ្លួននោះបច្ចុប្បន្នលោកម៉ាដូរ៉ូកំពុងតែត្រូវបានឃុំខ្លួនបន្តហើយសវនាការបន្ទាប់ត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី17ខែមិនិនាឆ្នាំ2026គួរបញ្ជាក់ផងដែរថាស្ថានភាពនយោបាយនៅក្នុងប្រទេសវេណេស៊ុយអេឡាកំពុងមានការប្រែប្រួលយ៉ាងខ្លាំងនិងគួរឲ្យរន្ធត់បំផុតនៅក្នុងសប្តាហ៍នេះក្រោយការចាប់ខ្លួនលោកនីកូឡាស់ម៉ាដូរ៉ូកាលពីថ្ងៃសៅរ៍ទី3ខែមករាឆ្នាំ2026កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកបានបើកប្រតិបត្តិការយោធាមួយដែលមានឈ្មោះថា Operation Absolute Resolve ដើម្បីចូលទៅចាប់ខ្លួនលោក Nicolas Maduro និងភរិយារបស់លោកស្រី Celia Flores ដល់ក្នុងទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡាលោក Maduro ត្រូវបានបញ្ជូនតាមយន្តហោះទៅកាន់សហរដ្ឋអាមេរិកភ្លាមៗដើម្បីប្រឈមមុខនឹងការកាត់ទោសពីបទភេរវកម្មគ្រឿងញៀនឬហៅកាត់ថា Narco-terrorism នៃតុលាការសហព័ន្ធក្នុងទីក្រុងញូវយ៉កបន្ទាប់ពីលោក Maduro ត្រូវបានដកចេញពីអំណាចតុលាការកំពូលរបស់វេណេស៊ុយអេឡាបានតែងតាំងអនុប្រធានាធិបតីលោកស្រី Delcy Rodriguez ឲ្យឡើងកាន់តំណែងជាប្រធានាធិបតីស្ដីទីកាលពីថ្ងៃទី5ខែមករាម្សិលមិញនេះទោះបីជាលោកស្រីជាមនុស្សចំណិតរបស់លោក Maduro ប៉ុន្តែមានសេចក្តីរាយការណ៍ថាលោកស្រីកំពុងស្ថិតក្នុងដំណាក់កាលចរចាជាមួយសហរដ្ឋអាមេរិកដើម្បីស្វែងរកដំណោះស្រាយសន្តិភាពនិងស្ថិរភាពសម្រាប់ប្រទេសសម្រាប់ប្រតិកម្មអន្តរជាតិចំពោះសហរដ្ឋអាមេរិកប្រធានាធិបតី Donald Trump បានប្រកាសថានេះជាជ័យជំនះដ៏ធំធេងក្នុងការកម្ចាត់របបផ្ដាច់ការនិងបញ្ឈប់ការហូរចូលនៃគ្រឿងញៀនអង្គការសហប្រជាជាតិឬហៅកាត់ថា UN និងសហភាពអឺរ៉ុបឬហៅកាត់ថា EU បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងយោធានិងការរំលោភលើច្បាប់អន្តរជាតិរុស្ស៊ីនិងចិនបានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អាមេរិកដោយចាត់ទុកថាជាការឈ្លានពានខុសច្បាប់លើអធិបតេយ្យភាពជាតិ